ខ្ញុំអរគុណជីងវ៉ាងនៃក្តីថ្នាក់ថ្នមស្រឡាញ់ហាត់សម្ដែងល្ខោនរឿងព្រះមហាក្សត្រនឹងជាមួយមហាសីសម្ដែងតួឌឺឌៀមដាមគ្នានៃក្តីស្រឡាញ់ធ្វើឲ្យទស្សនិកជនមើលឃើញថាចំពោះមុខគឺជាការពិតគឺនារីម្នាក់ជនជាតិវៀតណាមនៃអន្តោប្រវេសន៍ថ្មីនឹកស្មានមិនដល់លួនស៊ឺអ៊ីងបានរៀន7ឆ្នាំទោះបីមិនទាន់រៀបការនៃការសម្ដែងល្ខោនមានភាពមិនដែលស្គាល់សោះប៉ុន្តែនៅលើឆាកសម្ដែងលួនស៊ឺអ៊ីងពីមុនមានចំណូលចូលចិត្តកាលពីដំបូងនៃសម្ដែងក្នុងសៀកនេះភាពជោគជ័យរបស់នាងនៅលើការបង្ហាញឆ្អឹងដ៏ទន់របស់នាងទើបឥឡូវប្រសិនជាជួបភាពពិបាកយ៉ាងណាក៏មិនមែនជាបញ្ហាឡើយនៅលើឆាកសម្ដែងឆ្អឹងទន់ឬក្រុមសៀកខ្លះនៃការកោតសរសើរគឺយូរទៅក្រោយមកបានមានកូនពីរទើបលែងសម្ដែងទៀតប៉ុន្តែក៏ព្រោះខ្ញុំមកសម្ដែងនៅតៃវ៉ាន់ទើបខ្ញុំស្គាល់គាត់មានគ្រួសារតួសម្ដែងល្ខោនរៀបការរួចគាត់បន្តសម្ដែងសៀកទៀតដោយសារតែគាត់មានជំនាញឆ្អឹងគាត់ទន់ទើបគាត់រហ័សចេះសម្ដែងនៃប្រពៃណីល្ខោនស្រាប់តែមានទស្សនិកជនទាំងឡាយស្វាគមន៍ជាច្រើនទស្សនិកជនមើលមិនដឹងថានាងជាជនជាតិវៀតណាមដោយសារតែជាការធម្មតាជាញឹកញាប់នៅខាងក្រៅតំបន់សម្ដែងមានពេលមួយពួកគេទាំងពីរបានចំណាយពេលនៅផ្ទះជាមួយគ្នានៅមើលថែកូននៅពេលដែលជជែកកម្សាន្តនៅតែមិនអាចបិទបាំងរឿងសម្ដែងល្ខោនសួនបាននិយាយថាអធិរាជសួនអធិរាជសួនអធិរាជសួនពួកយើងអើយអ្នកនិយាយសួនច្បារដ៏ខ្ពង់ខ្ពស់តើនៅទីណាលួនស៊ឺអ៊ីងនៅពេលនេះគាត់ខិតខំរក្សាទុកការសិក្សាចំណេះដឹងប្រើវិធីទទួលយកនៅការងារប្រពៃណីវប្បធម៌